record ប៉ុណ្ណាគ្រូ អត់យល់តាណាចាពាក្យថា trend index មែនអត់អឺខុសគ្នាឬក៏អត់អីគ្រូជាមួយអា trend index ហ្នឹងពីរហ្នឹងមុខងារវាខុសគ្នាត្រូវគ្រូ វាជាធម្មតាមែនចានៅពេលនៅក្នុងក្រងសារណា trend index យើងច្រើននៅមើលនៅក្នុង mid 3ព្រោះយើងឲ្យដឹងថាយើងត្រូវធ្វើម៉េចជាមួយនៅក្នុង mid 3ព្រោះថាអានេះវា initial វាឡើង mid 1មែនទេវាធ្វើ mid 2មែនទេគឺវាធ្វើ recop ហ្នឹងហ្នឹងខា mid 2ហ្នឹងហើយវានឹងឡើងធ្វើ mid 3ចឹងអានេះខ្ញុំរៀនសរុបទៅនៅក្នុង NOP បណ្ដោយទៅគឺជាធម្មតាយើងនិយាយថានៅក្នុង initial យើងលេងមិនក៏មិនឈ្នះវាដែរមានឱកាសផ្លាត់ជានិច្ចមែនទេអញ្ចឹងជាធម្មតានៅក្នុង initial យើងលេងជាអ្នកថ្មីគាត់ច្រើនណាពេលចោះឃើញចោះមកអញ្ចឹងគាត់តែចាស់ថាចោះជ្រៅហើយគាត់តាមមកលេងចង្វាក់ហ្នឹងហើយចង្វាក់ហ្នឹងភាគច្រើនអ្នកថ្មីគឺដាច់ account នៅពេលនៅក្នុង initial ហ្នឹងហ្មងដោយសារតែយើងអត់យល់ពីរឿង cycle របស់វាតែនៅពេលដែលយើងរៀន NOP រួចយើងដឹងថាអូខេបើសិនជានៅក្នុងលក្ខខណ្ឌ initial យើងសុខចិត្តបលែងវាតាមតាណារងចាំឲ្យវាធ្វើ mid 1 mid 2 mid 3ហើយសិនអស់ចាំចាណាអានេះគឺ initial អានេះគឺ mid 1មែនទេអានេះ mid 2អានេះគឺ mid 3អញ្ចឹងយើងបានត្រូវហេតុអីបានយើងត្រូវយល់ពីរឿង cycle របស់វានៅថានៅក្នុង phase មួយណាគឺដើម្បីឲ្យយើងដឹងប្រយោជន៍ថា mid 1លេងមិនក៏មិនឈ្នះinitial លេងមិនក៏មិនឈ្នះវាដែរ mid 1នៅលេងរយចង្វាក់លេងបានខ្លះបើសិនតែយើងយកចំណេះដឹង trend line យកអីមកប្រើនៅពេលដែល break ដូចខ្ញុំបរៀនកន្លងមកគឺ trend line diagonal អាចង្វាក់នេះស្មើនឹង wave 1យើងលេងយក wave 3នៃ wave 1លោកគ្រូតែអាការដែលយើងរៀនឲ្យដឹងថាយើងកំពុងនៅក្នុង phase អីដើម្បីកុំឲ្យទៅយើងបន្ថយនៅចង្វាក់ដែលមិនគួរបន្ថយលេងនៅក្នុង phase 1គឺយើងដូចយើងនិយាយថាវាតែងតែ TP នៅប្រមាណនៅបណ្ណា TP នៅ38 161 38ឬ61របស់ trend ពីមុនដំបូងឡើយយើងយកប៉ុណ្ណេះសិនមក61នេះ61 50នេះយើងយកសិនទៅពួកអីវាជាការឡើងថ្មីវាឡើងតែឆ្ងាយទេក្នុង initial ពេល1ឬបើយើងវាស់ងាយនៅត្រឹម neck line ចំតំណែង line នេះវា1យើងហើយយើងបើសិនតែយើងយល់ពីអាហ្នឹងប៉ាប់យើងអត់បាច់ add ថាត្រូវតែឡើងភ្លាមៗទេវាឡើងមិនបើអត់ទាន់វាអត់ទាន់សមកម្លាំងវាអត់ទាន់មកទទួល order អញ្ចឹងនេះ train អ្វីក៏ដោយដែលវាអត់មានមកទទួល order ឲ្យបានច្រើនទេវាឡើងអត់បានឆ្ងាយអាហ្នឹងឯងគឺជារឿង volume របស់វាតែបើសិនវាមកទទួល order បានកាន់តែច្រើនកាន់តែល្អអញ្ចឹងវាឡើងបានឆ្ងាយប៉ុន្តែអានេះគឺយើងពិចារណានៅចំណុចដើម train នៅឡើយប៉ុន្តែអាដើម train ហ្នឹងក៏យើងនៅតែអត់តច្បាស់ដែរត្រូវលោកគ្រូដែលវាអាចឡើងហ្នឹងវាមិនជា impound វាជា A ហ្នឹងអា mid 1ប៉ុន្តែយើងអាចពិចារណាគ្រោងសាងបានយើងនៅពេលដែលយើងយល់ពីរឿងគ្រោងសាងវាធ្វើឲ្យយើងហ៊ានឲ្យតម្ងន់ទៅខាងណាមួយយល់ទេអញ្ចឹងបើសិនអានេះវាចូលលក្ខខណ្ឌ VCOP បាទបើសិនជាយើងចង់លេងយើងដឹងហើយថា VCOP យើងពឹងផ្អែកទៅលើរឿង2គឺរឿងអីគេ sideways ហើយជាមួយនឹងកែន2សំខាន់គឺកែន x និងកែន y កម្ពស់វា 100% អាកែន y តំណាងឲ្យកម្ពស់នេះអាកែន x នេះតំណាងឲ្យពេលវេលាឃើញទេអញ្ចឹងបើសិនជាយើងចង់លេងនៅក្នុង mid 2នេះយើងត្រូវពិចារណាថាអានេះដូចខ្ញុំបរៀងថ្ងៃមុនប្រាប់ថាម៉េចបើសិនជាវាឡើងអត់បាន 100% អត់បាន 100% ទេអាហ្នឹងយើងកុំព្យាយាមទៅ bet លេងនោះវាគ្រោះថ្នាក់វានៅពេលយើងយល់ពី detail ខាងក្នុងពឹបយើងអត់ទេព្រោះអីវាមានឱកាស foul break ដែលយើងថាវាអាចជា web A វាចុះមកប្រទេសក៏ថាបានដែរមែនទេប៉ុន្តែបើសិនជារយៈនេះកែន y របស់វា confirm ថាវារត់បាន200ឬ200ជាងពេលណាវាធ្វើឲ្យយើងមានទំនុកចិត្តនៅក្នុងការចូល0នេះយើង confirm វាថា 1% ច្រើនហ្នឹងវាធ្វើឲ្យយើងឲ្យទម្ងន់ទៅខាង up trend បានច្រើនព្រោះអាការដែលឡើងនេះវាឡើងនៅក្នុងគេហៅថា original trend ដែលយើងហៅថា OT ឬក៏ DOD នឹងឯង original trend វាត្រូវតែរត់ឲ្យបាន 100% របស់វាហ្នឹងបាទលោកចុះគ្រូខ្ញុំសូមកាត់អាកន្លែងហ្នឹងមួយបើសិនជាអាខាងក្រោមហ្នឹងវាជា head and shoulder ក៏ដោយជា saucer ក៏ដោយយើងវាស់អាហ្នឹងដូចគ្នាទៅគ្រូព្រោះពេលខ្លះវាអត់អញ្ចឹងវាឡើងហើយវាទៅហ្មងគ្រូ
chỉ ọt chán អ trộn ត់ទេក្នុងការផ្លាស់ប្ដូ dương រ rò train bạn được nè đấy ក្នុងការផ្លាស់ប្ដូរ train យើងរៀនរួចហើយអានេះវាឡើងនៅក្នុងលក្ខខណ្ឌសរសើរមែនអត់តែ bạn នៅ bạn ក្នុងរូបបែបមួយទៀតវាចុះមកនៅក្នុងលក្ខខណ្ឌបែបនេះគឺ head and head and shoulder shoulder ភាគច្រើនយើងជួបតែ anh head ấy and dương shoulder vô mạch ra được head and shoulder head and shoulder កាន់តែងាយព្រោះអីវាប្រើនៅក្នុងលក្ខខណ្ឌរបស់ V shape concept មែនទេនេះនៅពេលវាឡើងមកបឹប bạn អាចចំណុចនេះវាអត់មាន initial វាតែងតែកន្លោះអញ្ចឹងបាទ initial វាបែបលក្ខណៈធ្វើ head របស់ head and shoulder អញ្ចឹងបើសិនតែវាឡើងនៅក្នុងលក្ខខណ្ឌ head and shoulder បឹបអ្វីដែលយើង ឲ្យតែបាន goal position code position អានោះវាយើងមានទំនុកចិត្តដែរមែនទេព្រោះកាលណាតែខូចដៅនៅក្នុង SMC គេហៅថាអី change of character មែនទេចឹងយើងដូចគ្នានេះនិយាយសំខាន់ទៅលើដាវបើសិនអានឹងពិតជាដាវពិតទៀតកាន់តែមានន័យសំខាន់ចឹងបើសិនវាក្នុងលក្ខខណ្ឌវាធ្វើ head and shoulder ផងអានេះវាកំពុងធ្វើ mid 2ហ៎អានេះចូលក្នុង mid 2ហ៎ឃើញទេអញ្ចឹងអ្វីដែលយើងសំខាន់គឺយើងចង់បាន mid 3មែនទេព្រោះយើងដឹងថាមិនថានៅក្នុង pattern របស់ saucer ឬว่า pattern របស់ head and shoulder វាត្រូវតែរត់នៅក្នុងលក្ខខណ្ឌនឹងដូចគ្នាគឺ mid 3 bạn អញ្ចឹងបានយើងមកឲ្យសេចក្តីសំខាន់អាដើម train នេះយើងត្រូវពិចារណារឿងដើម train នេះវារត់បែបណាដើម្បីយើងដឹងថា train នឹងរឹងមាំឬមិនរឹងមាំយើងមកពិចារណារឿងអាការដែលវាមកចុះមកទទួល order នេះវាទទួលបែបណាអញ្ចឹងអាការចុះមកកម្លាំងខ្លាំង អត់ទេអាហ្នឹងរឿងផ្សេងមួយទៀតអាហ្នឹងចំណុចប្រទេសទេចំណុចប្រទេសតែដែលយើងនឹងវាចូលនៅក្នុងសំណួរដែលយើងសួរថា train index គឺស្អីយើងមើលនៅពេលណាអញ្ចឹងអានេះខ្ញុំបដោតឲ្យសំខាន់នេះអាការដែលវាធ្វើ V corp នេះវាមានពីររូបបែប V corp នេះអាតនេះមិនថាវា head and shoulder ក៏ត្រូវធ្វើ V corp ដែរមែនទេនេះជុំនេះហ៎ bạn ចឹង វាខប់នៅក្នុង mid 3វិញចឹងលោក អត់ទេអានេះអាពីររបស់3ហ្នឹងឯងជាធម្មតាដល់ពេលយើងឃើញ V corp អា web 2នេះ2 main web ជាមួយនឹង2 sub web របស់3អានេះទៅ2មែនទេ bạn ចឹងអ្វីដែលយើងត្រូវពិចារណាមិនថានៅក្នុង pattern អីក៏ដោយនៅពេលដែលវាចាប់ដើមបើសិនតែវាចូលនៅក្នុង pattern របស់ head វា corp ពេលណាអ្វីដែលយើងត្រូវសង្កត់អានេះធ្ងន់គឺយើងមើលរយៈ y របស់វានេះពេលវេលា y ហ្នឹងជាមួយ x y គឺកម្ពស់មែនទេ x គឺពេលវេលាអញ្ចឹងយើងយល់ហើយ v corp យើងរៀនរួចហើយថាបើសិនជា v corp ដែលល្អពេលវេលាជាន់ទី2នេះមិនគួរចុះមកជ្រៅមកដល់ ខូចដាវខូច web C របស់ web 2នេះដាច់ខាតបើសិនជាខូចពេលណាហើយយើងមើលថាជា V corp អានោះបានន័យថាយើងមើលខុសហើយទោះវាជាឡើងខ្លាំងប៉ុណ្ណាក៏ដោយព្រោះការដែលមាន Q web C បានន័យថាម៉េចគឺឡើងទៅជាការឡើងចុងក្រោយហើយជា favorite បាទ អញ្ចឹងអ្វីដែលយើងពិចារណាគឺជាធម្មតានៅពេលដែលវា break បាន 100% ឈុតនេះហ៎វាសម្រាប់យើងពិចារណារឿងក្រប sideways នេះក្នុង mid 2តើអានេះ sideways នេះ sideways សំកៅ sideways រឹងមាំមកអត់វាមាន block order បាទបើសិនជាវាមាន block order block វាតែងតែវាបិទទៀនពេញម្ដុំនេះចាំទៅមើលនឹងក្រាបជាក់ស្ដែង បាទ អានេះដូចគ្នា អញ្ចឹងបានន័យថាទោះជាវាបដូរ trend ដោយ saucer ឬក៏ជា head and shoulder ក៏ដោយយើងត្រូវអាចមើលជា V corp ចឹងបានគ្រាន់តែវាខុសទីតាំងគ្នាមួយនៅដើម trend ហ្មងអាមួយទៀត ហ្នឹងវាគ្រាន់តែខុស ជាមួយ វាគ្រាន់តែ pattern វាខុសគ្នានេះ pattern វាបែបនេះ វានៅដើមហ្មងបាទ ប៉ុន្តែអានេះវាលក្ខណៈធ្វើនៅស្មាស្ដាំ V corp របស់វាស្មាស្ដាំមកឆ្វេងអានេះអត់ធ្វើតាំងពីដើមមកតែបើបែបនេះរត់បានឆ្ងាយជាងណាព្រោះមានការសន្សំកម្លាំងច្រើនជាងអានេះនៅមានអ្នកធ្លាក់ឡានប៉ុន្តែនៅវាមានឲ្យឱកាសយើងឈុតនេះអញ្ចឹងបើជាលក្ខណៈ head and shoulder ចាំចូលនៅអា wave 2របស់3ហ្នឹងល្អជាងលោកគ្រូនេះ ហ្នឹងហើយប៉ុន្តែខ្ញុំបដោតសំខាន់ទៀតខ្ញុំថា complex ពិចារណារឿងកម្ពស់ប្រយ័ត្នឲ្យតែកម្ពស់វាបានយើងព្រោះអាហ្នឹងវាកែចំណុចដែលយើងលេងនៅក្នុង foul break ហើយយើងអត់ដឹងខ្លួនណាហើយឃើញសាប់វាចុះមកវិញភងអាហ្នឹងឆ្ងល់ខ្លួនឯងទៀតដោយសារយើងអត់បាន check អានេះបាទខ្ញុំ file កន្លែងហ្នឹងអូគាត់ថាវាចប់ ABC ចប់ហ្នឹងហើយយើងបាយ add ហើយហ្នឹងយើងចូលបាយ add យើងអត់បានពិចារណាអញ្ចឹងបានខ្ញុំថាទី1ឲ្យមើលពិចារណាទៅនេះវា confirm អត់រយៈរបស់វា
បើសិនជាវា confirm វាធ្វើឲ្យយើងអូនចិត្តអាស្រ័យពេលជាន់ទី2នេះវាមិនគួរប្រើពេលវេលាលើសជាន់ទី1ដាច់ខាតមែនទេ បាទលោកគ្រូបាទ អញ្ចឹងវាខប់ដែលល្អអញ្ចឹងយើងដឹងដូចថាបើសិនអានេះប្រើពេល100ទៀនអានេះប្រើពេលប៉ុន្មាន61.8របស់កែនពេលវេលាប៉ុន្មានប្រើពេល60ទៀនមែនទេ បាទ អានេះ38ទៀនអញ្ចឹងណាអានេះយើងដឹងថាអូខេបើសិនវាក្នុង pattern នោះយើងទៅមើលមាសជាក់ស្ដែងណាដូចនេះមាសតានេះមិនក្រាបវាតិចមែន អានេះមួយថ្ងៃ តើវ៉ានេះខ្ញុំច្រើនទៅយកអានេះវាឃើញ pattern វាស្អាតដូចអ្វីដែលយើងនិយាយអញ្ចឹងហ៎អានេះគឺវា សរសើរ អានេះវាប្រើ saucer ឃើញទេហើយយើងព្យាយាមវាស់ដំបូងយកទៅ body បានហើយវាព្រោះក្នុងការវាស់យើងមានហៅថារយៈពិតរយៈคล้ายរយៈពិតគឺយើងយកទៅ body បានហើយតែបើយើងចង់បានរយៈคล้ายទាំងរួមហ្មងគឺយើងវាស់ទាំងឈុតចេះណា បាទលោកគ្រូ តែដំបូងឡើយឲ្យយកទៅរយៈ body បានហើយព្រោះនៅពេលយើងបើកអានេះឃើញទេយើងបើកពឹបយើងឃើញបានរយៈពិតទេ បាទ តែបើសិនជាយើងបើកនេះពឹបវាអាចមាន noise អានេះគេថា noise គេវារយៈបោកអញ្ចឹងអញ្ចឹងព្យាយាមមិនដំបូងយើងវាស់រយៈពិតសិនមកហើយវាស់វាតើបាន 100% អត់អាជុតនេះបាន 100% យើងអូនចិត្ត នេះស្ទើរតិច អត់ស្ទើរទេនេះវាមាននេះអានេះវាមានឆ្អឹងណានេះវាមានឆ្អឹង បាទ ណាមួយវាមាន imbalance ឃើញទេវាមាន imbalance ល្អឃើញទេវាឆោតម្លៃអញ្ចឹងឃើញទេនៅពេលដែលវាមាន block តម្លៃវាជន់អានៅពេលដែលវាចុះមកទៅយើងអាចតាំង buy limit បានយើងពេលដែលតាំង buy limit យើងគួរតាំងតាណានៅពេលដែលមានក្រប sideways អញ្ចឹងនៅពេលដែលយើងតាំង buy limit ណាយើងសង្កេតអញ្ចេះយើងព្យាយាមបដាក់នៅក្រប sideways អញ្ចឹងឃើញទេបើសិនជាយើងដាក់ buy limit ម្ដុំនេះយើងឃើញថាតនេះវាមានតែ support តែមួយតែឯងទេមែនទេ បាទ តែបើសិនជាយើងព្យាយាមដាក់មកឲ្យប៉ះឲ្យច្រើនបំផុតណាឃើញទេយើងនឹងបានតម្លៃល្អបំផុតឃើញទេព្រោះតែ អា នេះ នេះអាចចែក position តាមលោកគ្រូបានទូចៗមក អញ្ចឹងតែបើយើងខ្លាចធ្លាក់ឡានយើងចូលតូចសិនទៅអានេះ style ដូចខ្ញុំអាសាលេងឲ្យមើលឃើញទេនៅពេលអាចចង្វាក់នេះខ្ញុំបេតចោលសិនព្រោះខ្ញុំខ្លាចឲ្យបាន order មែនទេតែខ្ញុំចូលតូចតែពេលចុះមកដល់នេះពឹបអានឹងត្រូវកណ្ដុងមក ជាន់ឯងធំ ហ្នឹងហើយតែបើសិនជាក្នុងលក្ខខណ្ឌវាចុះបានតែមួយនេះអត់បានអាក្រុមធំនេះវា break អានេះឈុតនេះអានេះខ្ញុំជន់ធំវិញ style របស់ខ្ញុំច្រើនអញ្ចឹង 1 បោះ 3 ហ្នឹងហើយចង្វាក់ធ្វើ2បោះ3នេះខ្ញុំជន់យកធំហើយឲ្យតែវាគ្រួសារវា confirm ពេលណានេះទោះជាវាតម្លៃមិនល្អដូចនៅក្រុមណាតែខ្ញុំក៏ខ្ញុំហ៊ានជន់ធំដែរព្រោះជារយៈ confirm ហ่ะអូខេយើងចូលមកសំណួរយើងថាអោចុះស្អីទៅ trend index មែនអត់ បាទ យើងទៅមើល trend index ជាក់ស្ដែងអញ្ចឹងខ្ញុំបញ្យល់ពី human អីសិនចាំទៅមើល graph មិញយើងនិយាយរួចហើយមិញ trend index មិនថាជា saucer ឬមិនថាជា head and shoulder អីក៏ដោយអ្វីដែលយើងឲ្យសេចក្តីសំខាន់គឺអានេះមែនទេរយៈនេះភងអញ្ចឹងវាមានពីររូបបែបណា trend index diameter ជាធម្មតាបើសិនជាវា break បាន 100% វាតែងតែមកបញ្ជាន់អានេះក្របផ្សាយវាចាស់របស់វានេះហើយវាឡើងទៅធ្វើវាខប់ឈុតនេះឡើងទៅអញ្ចឹង trend បែបនេះបើសិនជាយើងជួប trend ដែលវាចាប់ផ្ដើមវាទទួល order ពីដើម trend អានេះគេហៅថាដើម trend មែនទេចំណុចចាប់ផ្ដើមរបស់ trend គឺដើម trend អញ្ចឹងបើសិនជាវាមានការមកចុះទទួល order តាំងពីដើម trend បានន័យថា trend ហ្នឹងភាគច្រើនយើងបាន impound គឺ trend រត់បានឆ្ងាយព្រោះអត់មានអ្នកដែលគាត់ឡើងឡានអត់ទាន់តែនេះវាចុះមកប្រមូលអស់លេងតែវាមានក្នុងករណីបើសិនជាវាឡើងខ្ពស់ខ្លាំងពេកឧទាហរណ៍ថាវាឡើងពឹបវាឡើង300អញ្ចឹងដល់ការដល់ពេលណាដែលក៏ដោយដែលពេលឡើងខ្ពស់ពេកវាមិនអាចចុះមកទទួលដល់ក្រោមបានទេ វាយកប៉ារ៉ាស៊ីត វាប្រើប៉រ៉ាស៊ីតនេះគឺវាប្រើនេះ
ដូចខ្ញុំប្រាប់ថាប្រើ support របស់ train ពីមុនចាំទេ បាទ គឺវាមិនអាចចុះមកជ្រៅបានពេកទេហេតុអីបានចុះមកមិនបានតែកាលណាវាចុះមកជ្រៅពេកវាធ្វើឲ្យ power អានេះវាធ្ងន់ពេកវាមិនល្អសម្រាប់ train ត្រដៅធំពេក ហ្នឹងហើយ draw down វាធំពេកអញ្ចឹងណាអញ្ចឹងបានខ្ញុំប្រាប់ថាជាធម្មតានៅក្នុង mid 3វាមិនដែលចុះមកប្រើ support របស់ខ្លួនឯងទេគឺធម្មជាតិរបស់ក្រៅវាតែងតែមានអា down train ទៅចុះមកនេះវាតែងតែមាន draw down របស់វាមែនទេអាយ៉ាអញ្ចឹងនៅក្នុង mid 3យើងយល់ហើយនេះអា mid 3នេះវាមិនដែលប្រើវាតែងតែមកប្រើ parasitic genic នេះវាប្រើអញ្ចឹងអានេះដូចគ្នាអានេះវាមិនងាយចុះមកប្រើអានេះទេព្រោះចិត្តធម្មតាយើងដឹងថា web 3ជា web ដែលមានពោពេញដោយសេចក្តីលោភមែនទេអញ្ចឹងនៅពេល web 3រត់ចុះមកលោភវាមិនអាចចុះជ្រៅពេកទេអញ្ចឹងវាមកប្រើ parasitic នេះទៀតហ่ะនេះឃើញទេអាហ្នឹងអា parasitic ណាគៀកជាងគេលោកគ្រូ ហ្នឹងហើយអាណាគៀកចាំទៅមើលក្រាបយើងយល់ហ่ะឃើញទេអញ្ចឹងវាអត់មកប៉ះគ្នាទេបើសិនជា mid 3ពិតណាវាអត់មកប៉ះគ្នាអញ្ចឹងទេហើយបើសិនជាយើងមកចាំ បើសិនជាវាប៉ះវាទៅជាអីវិញទៅលោកគ្រូបើសិនជាវាមកប៉ះជាក្រោកសាង C ក្រោក correction មែនគ្រូ ប៉ះបានដូចគ្នាពេលខ្លះវាមកប៉ះក៏បានដូចគ្នាប៉ុន្តែហាមពេលវេលាលើសតែកាលណាពេលវេលាលើសពឹបគឺបានន័យថាវាមានឱកាសចប់អាឈុតនេះហ៎ប៉ះក៏បានដែរគ្រាន់តែថាបើសិនជាចុះមកប៉ះកុំឲ្យ power វាធំពេកតែកាលណាសិនឧទាហរណ៍ថាវាប៉ះហើយវានៅតែអញ្ចឹងលើសទៅ2ដងពេលណាវាអាចទៅឡើងតិចវាចុះមកប៉ាវដែរច្រើនតែជួបនៅក្នុង correction អា web នេះអាហ្នឹង C ដូច BTC បច្ចុប្បន្នហ្នឹងហើយច្រើនតែកើតនៅក្នុង web A និង web B web C អញ្ចឹងណាអញ្ចឹងបានយើងថាយើងឲ្យសេចក្តីសំខាន់ទៅលើរឿងពេលវេលាហើយនឹងរឿងរយៈនឹងព្រោះអារយៈហើយនឹងពេលវេលាហ្នឹងវាជួយ confirm យើងថាអ្វីដែលយើងកំពុងមើលនោះត្រូវអត់អញ្ចឹងយើងអាចឆ្នៃទៅលេង bet បានចង្វាក់ថាដូចថានេះអានេះពេលវេលាវិញយើងលើថា100ជាន់ទី2ទៅ61ទៀតយើងចូលបានយើង bet បានដែរមែនទេបាទចុះ trend index អីគេវិញ trend index ដូចខ្ញុំនិយាយមិញអញ្ចឹងអាការដែលវាចុះមកប្រើជាអានេះគេហៅថា trend index 100%គឺការដែលវាប្រើ support របស់វានេះប្រើ support នៅក្នុង trend តែមួយគេហៅថា trend index 100%អានេះគេហៅថាប្រើ 100% តែបើសិនជានៅក្នុង mid 3 trend index របស់វាត្រូវតែ 125% តែឃើញនៅក្នុងសភៅយើងសរសេរណាបាទគ្រូឃើញគឺវាអត់មកប្រើអានេះទេគឺវាប្រើ parasitic genic នេះឃើញទេឲ្យតែវារត់លាស់ពី200ដែរគ្រូហ្នឹងហើយតែពេលណាវាប្រើ parasitic យើងចាំថាវាត្រូវតែរត់ប្រើ parasitic genic វាអត់ប្រើ support ទេតែនៅពេលណាក៏ដោយបើសិនជាវាចុះមកប្រើ support ពេលណាបានន័យថាវាចុះមកក្នុងលក្ខខណ្ឌដូចថាវាឡើងទៅចិត្តទៀតមែនទេវាឡើងទៅទៀតហ៎ប៉ុន្តែថាបើឡើងទៅលើកនេះវាចុះមកប្រើ support របស់វាឃើញទេ power វាធំមែនទេអានេះឯងវាជាសញ្ញាយើងឲ្យយើងដឹងថានៅពេលណាក៏ដោយបើសិនជាវាឡើង mid 3រួចហើយវាមានការចុះមកប្រើ support របស់ខ្លួនឯងពេលណាឲ្យយើងដឹងថាវាកំពុងធ្វើ EOM បាទគ្រូបាទយើងបើយើងមាន order យើងចេញនៅកន្លែងហ្នឹងនៅពេលនេះតើកាលណាតើវាចុះមកប្រើជាធម្មតាវានៅក្នុងការគេហៅ trend index គឺ TI TI របស់វាគេហៅ trend index នេះអា TI នេះបើសិនជាវារត់125 125បើយើងដឹងថាវានៅក្នុង web 3ហើយវាគួរតែរត់125បើសិនជាចុះមកប្រើ100គឺប្រើប៉ុណ្្នឹងយើងនៅអូខេទទួលយកបានកុំអោយតែពេលវេលាលើសវានៅមានឱកាសទៅបន្តទោះបីជា trend index វាចុះមកប្រើតែ100ក៏បានដែរយើងអត់ថាអីទេយើងនៅអូខេប៉ុន្តែហាមដាច់ខាតកុំអោយទៀបជាង100តែកាលណាចុះមកទៀបជាង100ពឹបបានន័យថាហ្នឹងអា EOM អាហ្នឹងវាក្នុងការលេងនៅក្នុងតាមយក mid 3យើងសង្កេតទៅលើគ្រួសារហ្នឹងបើសិនជា trend index វានៅតែល្អឬក៏ TI របស់វានៅតែល្អយើងតាមរឿយៗយើងមិនបាច់ខ្លាចទេតោះនេះតោះតែវិញខ្ញុំចង់និយាយពី
ក្នុងការពិចារណា ឲ្យតែវាអត់មកប្រើ support វាយើងហៅវា125%លោកគ្រូ ហ្នឹងហើយ TI 125 បាទ វាច្រើនតែកើតនៅក្នុង web 3 impound ទេចាំតែមើលក្រាបអូខេ បាទ មិនដែរដែរនេះអានេះ initial មែនទេ បាទ អានេះគឺវាចូលមកប្រើអានេះចូលមកប្រើ mid 2ប្រើពេលវេលាលើសអត់ទេអត់លើសអូខេទៅពេលខ្លះវាចូលមកច្រើនតិចក៏អត់អីដែរក្នុងនេះតែឃើញនៅពេលណាក៏ដោយវាអត់មាន order block ឃើញវាអត់មាន sideway នេះ sideway បែបលក្ខណៈឆ្អឹងជាឃើញតែកាលណា sideway ឆ្អឹងចឹងបានន័យថាវាអត់មាន order block តែបើសិនវាបិទក្បាលពេញស្មើគ្នាតាំង limit ចាំរៀងគោលថ្នាក់លោក អានេះតាំងបាយ limit ដូចខ្ញុំនិយាយមុននឹងប្រាប់ថាម៉េចយើងត្រូវបដិញមិនបដិញដែលវាប៉ះច្រើនបំផុតមែនទេ បាទ ប៉ះឲ្យច្រើនបំផុតយើងហុយក៏ទំនេះដែរឃើញទេអញ្ចឹងអ្នកថា sideway អត់បរិបូរ sideway អត់ perfect តែកាលណា sideway អត់ perfect វាអត់ lock តម្លៃទេអញ្ចឹងយើងត្រូវយកមករកចំណុចណាដែលវាប៉ះច្រើនបំផុត ឃើញប៉ុណ្ណឹងលោកគ្រូមើលតែវាទៀនមកដល់61ហើយនឹងនៅចាំកន្លែងហ្នឹងលោកគ្រូ limit ទេលោកគ្រូនេះឃើញក្រុងសាំងបែបហ្នឹងនៅដើមត្រែហ្នឹងមកក៏ពិចារណាអីបន្ថែមទៀតលោកគ្រូ នេះពិចារណានេះមាន imbalance អត់សំខាន់ណាស់ណា imbalance ឆោតម្លៃណាវាសំដែងពីទៅភាពរឹងមាំទី2ទៅ 100% ហើយមាន imbalance ទៀតអាហ្នឹងដឹងតែ 100% ពុតចិត្តទី2យើងមើលអីទៀតទី2យើងទៅរាប់តែសាប់វេបខាងក្នុងនេះតើវាសម្រាប់មិនទី1យើងមើលថាពេលវេលារបស់វាស័ក្តិសមអត់មែនទេទី2ចុះមកនេះវាមានយើងរៀនរួចហើយថាអាការដែលវាចុះមកនេះ ទៀនវាឆ្អឹង វាចុះមកលក្ខណៈបែបណាបើសិនជាចុះមកបិទពេញចាយើងអត់បន្ថយទេរងចាំឲ្យវាធ្វើ in caffeine មួយឈុតសិនបានយើងចូលឈុតនេះនេះអានេះបើសិនជាមាន in caffeine ឈុតនេះប៉ឹបអូខេអាហ្នឹងយើងគួរបេតតែបើសិនជាយើងអត់ទាន់មានទៀនខៀវម៉ាក់មួយផងយើងបេតអាហ្នឹងវាមានឱកាសធ្លុះអញ្ចឹងណាអានេះយើងវាស់មើលកម្ពស់វាផងតើវារត់បាន 100% អត់ចាបាទ ឃើញ mid 3នៅពេលវារត់ឡើង mid 3ប៉ឹបឃើញវាអត់ចុះមកប្រើ support នេះហ៎វាមកប្រើ policy នេះឃើញទេប្រើ policy នេះលើដែរនេះប៉ាំងវាឡើងទៅប៉ឹបវាអត់ប្រើវាប្រើ policy ឈុតនេះឃើញទេវាក៏ប្រើនេះ បាទ ចឹងការដែលយើងយល់ហើយយើងថាបើសិនជាវានៅក្នុង mid 3ប៉ឹបយើងដឹងថាយើងត្រូវលេងមិនអញ្ចឹងលេងនៅក្នុង mid 3គឺយើងរកចង់ជន់ថែមជន់ទៅតាម policy របស់វាហើយ SL មក AMC មក SL នេះមក អានេះ imbalance ណា អានេះឃើញអាឈុតនេះគឺវានៅជន់បាន 100% របស់វាប្រើ support របស់វាមែនទេឈុតនេះ បាទ វានៅមាននៅឡើងប៉ុន្តែនៅពេលណាក៏ដោយដែលឃើញវាចុះមកអានេះពេលវេលាវាដូចធំជាងលោកគ្រូ ធំជាងអាហ្នឹងវាយើងត្រូវប្រយ័ត្នមួយមែនទេជាធម្មតាបើសិនជា mid 3ដែលរឹងមាំទី1យើងវាត្រូវតែប្រើ policy ខាងឆ្វេងដៃហើយវាគួរតែប្រើ policy រឿយៗប៉ុន្តែនៅពេលណាក៏ដូចខ្ញុំនិយាយមុនថាបើសិនជាវាចុះមកប្រើពេល support ខ្លួនឯងពេលណាឲ្យយើងពិចារណានេះព្រោះវាជាអីមានឱកាសជា web 4នៅពេលវេលាលើសឃើញវាលើសហ៎ជុតនេះលើហ៎ចឹងយើងដឹងថាអានេះឡើងជុតជើងក្រោយទេប៉ុន្តែអានេះក៏មិនវាឡើងជា5រីកវារត់បានឆ្ងាយឃើញអានេះ1 2អានេះ3ឃើញអានេះ4ឃើញអានេះ4 5 5រីកឃើញចឹងឲ្យតែធំជាងហ្នឹងអាហ្នឹងយើងទុកវាជា EOT ពេល4ឲ្យយើងដឹងថានៅពេលណាក៏ដោយដែលសិនជាវាចុះមកឃើញអានេះឃើញវាចុះមក Q down នេះអានេះយើងដឹងសញ្ញាវា4បាត់ដែរឃើញចឹងនៅពេលដែលយើងយល់ពីរឿង cycle យើងយល់ពី graph វាធ្វើឲ្យយើងដឹងខ្លួនលឿនឲ្យយើងមកមើល graph បច្ចុប្បន្នយើងពិចារណាមើលវាចូលលក្ខខណ្ឌហ្នឹងណាអានេះវាមានលក្ខណៈមានឱកាសជាសរសើរមែនអត់បាទយើងយករំលែករយៈពិតរយៈពិតវាបាននៅ100%យើងមើលកាត់ជាក់ស្ដែងបានទេ
បាន អានេះយើងអូនចិត្តទេមែនទេមាន imbalance អត់មាន imbalance អត់មាន តែ sideways រៀងស្ទើរតិចលោកគ្រូ តែអញ្ចឹងបានន័យថាម៉េចអានេះវាមានត្រូវវាមានឱកាសធ្វើអីគេវានឹងធ្វើ sideways ឈុតនេះ sideways ឈុតនេះយើងចាំពិចារណាតើវាមកប៉ះអត់បើសិនជាវាចុះមកប៉ះប្រើអាក្រមបានន័យថាម៉េច កម្លាំងខ្លាំង trade នឹងរត់បានឆ្ងាយតែបើសិនជាវាអត់ចុះគឺវាប្រើប៉រ៉ាស៊ីតតាំងពីដើម trade ឃើញទេ បាទលោកគ្រូ អានេះគេហៅការប្រើប៉រ៉ាស៊ីតតាំងពីដើម trade យើងពិចារណាពេលយើងបើកក្រាបមកពឹបយើងពិចារណាចំណុចដើម trade របស់វាសិនអា trade ប្រភេទហ្នឹងវាប្រើប៉រ៉ាស៊ីតតាំងពីដើម trade ឬក៏វាប្រើ support របស់វាខ្លួនឯងបើប្រើខ្លួនឯងអាហ្នឹងបានយើងតាមអូនចិត្តតែបើសិនជាយើងឃើញវាប្រើប៉រ៉ាស៊ីតតាំងពីដើម trade អាហ្នឹងបានន័យថាវាឡើងអត់បានឆ្ងាយទេប៉ុន្តែយើង follow បានតាមរឿយៗលុះត្រាតែវាធ្វើ trade index ថយចុះរឿយៗរួចពេលវេលាលើសចាំយើងរកឱកាស sale យល់ពី concept ទេ បាទលោកគ្រូ ចឹងអានេះពេលដែលយើងយក OD original trade មកប្រើបើយើងអូនចិត្តមួយយ៉ាងយើងមានឱកាសថាអានេះវាជា1 2 3ចឹងវាកំពុងធ្វើ4យើងនិយាយនេះមែនទេអានេះវាមានអីគេខតរបស់វាឈុតនេះចឹងវាមានឱកាសឡើងដល់5ហើយវាចុះមកធ្វើឈុតនេះយើងចាំមើលការ confirm ឈុតនេះបើសិនជាវាធ្វើវាខប់ឈុតនេះហ่ะវាចុះមកប៉ាំងមកប៉ះអានេះហ่ะយើងរកពេលវេលាមកត្រៀមពេលវេលារកនេះឈុតនេះ 61 យើងចាំចេះមកឬក៏យើងវាស់វាស់ចឹងមកបើយើង bet ចង្វាក់នេះបើសិនជាចុះមកធ្វើវាខប់ឈុតនេះមិនថាវាចុះមកប្រើ support របស់ខ្លួនឯងឬ positive យើងនៅតែតាមបានឈុតនេះវាមានឱកាសឡើងបានដូចគ្នាឈុតនេះបើសិនវាចុះវាប្រើ positive ណាវាចុះមកតែប៉ុណ្្នឹងហើយវាឡើងទៅឈុតនេះ តែនៅដើម trend បើប៉ះជាមួយនឹង support ខ្លួនឯងកាន់តែល្អ ចាំល្អ ពេល ប៉ុន្តែនៅពាក់កណ្ដាល trend ពាក់កណ្ដាល trend ហាមប្រើ support ខ្លួនឯងព្រោះ trend វាលែងមានសេចក្តីលោភតើកាលណាវាមកប្រើ support ខ្លួនឯងបានន័យថា trend នោះវាអស់សេចក្តីលោភមែនទេ អាហ្នឹងtrend index ខ្សោយហ្នឹងតែគ្រូនិយាយដូច BTC ខ្ញុំសួរផឹកមិញហ្នឹងគ្រូ ហ្នឹងហើយយើងចែកឲ្យដែរអញ្ចឹងយើងដឹងថាអូតាមពិតមេរៀនតែមួយប៉ុន្តែវាកន្លែងប្រើវាខុសគ្នាឃើញទេប្រើនៅក្នុង mid 1ប្រើនៅក្នុង mid 2អានឹងអត្ថន័យផ្សេងប្រើនៅក្នុង mid 3អត្ថន័យផ្សេងអានេះជា character របស់ cycle នីមួយៗវាមាន character ខុសគ្នាយើងមើលអានេះដូចអានេះយើងមើលដើម trend មើលឈុតនេះឃើញវាមកប្រើ support របស់វាអត់ អត់ទេ អត់បានន័យថាម៉េច trend រយៈពេលខ្លីមែនទេគឺវាអត់ប្រើទេគឺវាប្រើប៉រ៉ាស៊ីតតាំងពីដើម trend អញ្ចឹងកាលណា trend ដែលប្រើប៉រ៉ាស៊ីតតាំងពីដើម trend ហ្នឹងវារត់បានឆ្ងាយទេគឺបានន័យថាហ្នឹងវាជា correction បាទ អានេះសេចក្តីសំខាន់ឃើញទេ ហើយដល់ពេលមក ហើយអានេះឃើញអានេះវាប្រើធំទៀតទេគឺប្រើពេលវេលាធំហ៎ធំបានន័យថាម៉េចជាវាអីគេ ពេល ជា EOM បើយើងនិយាយពីរឿង wave អានេះគឺ wave 4នេះ4ជុលអត់ជុលមួយទេ empower បាន តែអាហ្នឹង correction យើងត្រូវរាប់ ABC ត្រូវតែគ្រូ អានេះយើងរាប់ ABC ក៏បានដែរនៅក្នុង time frame week តាមពិតនៅក្នុង time frame week យើងរាប់ ABC ក៏បានដែរបើយើងអត់ចង់សាមញ៉ាំតែនេះតែពេលដែលយើងរាប់ទៅនៅក្នុង day ឬក្នុង4ម៉ោង swing វាច្រើនពេកយើងមិនអាចរាប់ ABC មែនទេតែបើសិនជាយើងមករាប់នៅក្នុង time frame week អត់មានអីច្រើនទេនេះ zig zag តែនេះ ABC តាឃើញទេមានអីច្រើននេះ C ក៏អត់ផុត target របស់ web A ដែរឃើញទេតាមច្បាប់របស់វាហ្នឹង បាទតែពេលអា ABC ធំអញ្ចឹងយើងមកប្រើអា trend index ហ្នឹងអត់ត្រូវទេគ្រូ អត់ទៅមិន វាអត់ជាចុះមកទទួល យើងមើលអត់ឃើញច្បាស់ហ្មងណាបើសិនយើងអត់ចង់បាន detail របស់ web យើងត្រូវតែចុះទៅមើល sub web ខាងក្នុងចឹងឯងព
ពេលខ្លះយើងមើលក្នុង time frame ធំយើងមើលអត់ឃើញភាពលម្អិតរបស់វាតើយើងចុះមកដេរឿងចុះមក4ម៉ោងប៉ាប់បានឃើញគ្រួសារច្បាស់ឃើញទេយើងដាក់បានណាអញ្ចឹងអាការដែលយើងមានចំណេះដឹងពួក NOP ឈុតនេះវាធ្វើឲ្យយើងដឹងថាលេងមិននេះគ្រាន់តែយើងចាប់ចំណុចបើកប៉ាប់យើងមើលពិចារណាដើម train មក train នោះ train ប្រភេទអី train ប្រើបរសិទ្ធឬក៏ train មិនប្រើបរសិទ្ធចាប់ងាយតែប៉ុណ្្នឹងបើក្រាបមកចាំមើលងាយបើសិនជាប្រើបរសិទ្ធពេលណាបានន័យថា train ហ្នឹងជា train correction ចុះរយៈពេលខ្លីអញ្ចឹងនៅក្នុងរយៈពេលខ្លី train ហ្នឹងអង្សារបស់វាតែងតែចោតអង្សារបស់វាតែងតែចោតអានេះវាចូលលក្ខខណ្ឌរបស់យើងបើសិនជាយើងតែសួរថា follow train បាទ follow បានលុះត្រាទៅពេលណាឃើញអានេះធម្មជាតិរបស់វានៅឃើញនៅពេលវាចុះហ៎ drawdown របស់វាឃើញវាធ្លាប់ចុះមកនៅក្នុង mid 3របស់ cycle របស់វាជុំនេះយើងឃើញថា drawdown របស់វាប៉ុណ្ណានេះឃើញ drawdown របស់វាឃើញ drawdown កាន់តែចុះកាន់តែតូចនៅក្នុង mid 3គឺអញ្ចឹងអញ្ចឹងបើសិនជាយើងបាន save ពីនេះមកយើងអត់មានអីត្រូវខ្លាចទេមែនទេបាទអាតានេះគឺនៅតែតាមបានដែរតែនៅឃើញទេ trend index របស់វានៅល្អហ៎វាប្រើ support របស់វាអត់នៅក្នុង mid 3វាអត់ប្រើទេឃើញទេបាទឃើញទេវាអត់ប្រើទេអញ្ចឹងបានថានៅពេលណាដែល trend index របស់វានៅ125យើងតាមបានរឿយៗប៉ុន្តែនៅពេលណាក៏ដោយឃើញ trend index នេះចាប់ដើមធំហ៎ធំជាងនៅអានេះបើយើងវាតបតែមកដំបូងយើងវាស់អាក្រោមនោះហ្មងបានទេគាត់អាពេលវាឡើងហើយសម្រាប់តិចគាត់គ្រាន់តែឃើញ power ប៉ុណ្ណេះយើងគ្រាន់ដឹងខ្លួនបើថាអូខេមានឱកាសចប់បាត់ហើយព្រោះអានេះតើកាលណាវាធំជាងកម្ពស់ឃើញធំជាងប៉ុន្មានដង 3-4 ដងមែនទេអានេះពេលវេលាចេះតែពឹបត្រដៅព្រោះហ្នឹងយើងហៅគាត់ត្រដៅរបស់វាឃើញធំឡើងហ៎តែបន្ទាប់អាហ្នឹងវាធំជាងអាទី2ដែរលោកគ្រូអាហ្នឹងអានេះហ៎គាត់តែវានៅប្រើបរសិទ្ធត្រូវលោកគ្រូបាទតែ trend index វានៅល្អគឺ trend index វានៅ125ទោះជាវាធំជាងបន្តិចក៏វានៅមានឱកាសចុះបន្តច្រើនដែរបាទកុំឲ្យតែពេលវាប្រើ trend index ថយចុះហើយធំជាងអាហ្នឹងយើងត្រូវប្រយ័ត្នដកខ្លួនណាចាំងាយនៅពេលណាក៏ដោយដែលពេលនៅក្នុង mid 3នៅពេលណាដែលយើងវារត់ប្រើវាប្រើ trend index 125ពេលណាយើងតាមរឿយៗតែនៅពេលណាដែលវាប្រើ trend index 100ពឹបយើង TP ទៅមិនបាច់តាមច្រើនទេមិនបាច់គិតច្រើនទេតែបើយើងចង់តាមយក EOT អាហ្នឹងក៏តាមចុះជាធម្មជាតិរបស់វាទោះជាបីវាធ្វើ EOM វាទៅតែមាន EOT មែនទេអញ្ចឹងយើងមក BE នៅជាមួយនឹង support ចាស់វាវិញហ្មងអញ្ចឹងលោកគ្រូបើសិនជាយើងកើមិននៅដែរបើសិនជាវាមកប៉ាក់ support វាហ្នឹងអានេះយើងកាត់ចោលមកបាទបើសិនជាអូខេអាហ្នឹងបើសិនជាយើងជឿជាក់ថាយើង confident ថាវានៅក្នុង mid 3ហើយយើងមិនបាច់ទៅ SL មកតាមដោនេះទេមែនទេធម្មតាយើងបើយើងតាម trend យើង follow trend យើងតាមដោមែនទេតែនៅពេលបើយើងដឹងថាវាអាហ្នឹងបើសិនជាវាពិតជា mid 3យើងដាក់មកក្រុមហ្នឹងក៏បានដែរព្រោះយើងដឹងថាបើសិនជាឡើងមកដល់ប៉ាហ្នឹងបានន័យថាអាហ្នឹងវាមានឱកាសចប់ហើយអាហ្នឹងបើយើងធ្វើ SL ប៉ុន្តែកុំភ្លេចថាវាតែងតែមាន EOT ដល់ពេលណាវាធំជាងមុនពឹបវាតែងតែមាន EOT ដូចគ្នា clear ណាបាទវាមិនប៉ះហើយវាផុតមកវាប៉ះហើយយ៉ាងហោចណាស់ក៏វាចុះមកខ្លះដែរអញ្ចឹងបានថាគ្រោងសាងក្នុងនេះយើងត្រូវមកពិចារណានេះបើសិនអានេះវាឡើងទៅដើម្បីយកឈ្នះអានេះហ៎វាគួរធ្វើមិនយើងរៀនឲ្យតានេះបើសិនជាវាឡើងដើម្បីយកឈ្នះអានេះយើងត្រូវមើលអានេះវាមាន MC ហើយនៅកាលណាបើសិនជាអត់មាន MC បានន័យថាភាគតិចណាស់ដែលវាអាច break បាននោះព្រោះវាអត់មានការសន្សំ volume ពិតប្រាកដឡើងទៅឃើញទេចុះមកទៅឃើញនេះវាធ្វើ MC ហ៎ធ្វើ MC គឺដើម្បីនៅពេលវាចុះមកសុំជំនួយពឹបវាមានទប់ជាប់ឃើញទេតែនៅពេលអានេះអត់មាន MC សោះពេលចុះមកឃើញចុះជាងហ៎តែយើងនៅពេលនៅក្នុងក្រាបជាក់ស្ដែងនៅតែឯងយើងពិចារណាអត់ទាន់ឈុតអញ្ចឹងចេះហ៎មែនទេយើងទាញចំណេះដឹងមកប្រើអត់ទាន់ឈុតហ្នឹងបើនៅតែឯងខ្ញុំគិតថាវាទឹកតែចប់ A អញ្ចឹងវាចុះមក B ហើយវាទៅវិញអញ្ចឹង
គឺនៅទៅមួយជើងទៀតវាមិនចុះមកភ្លាមចឹង យើងអាចហៅចិនតនាការឬក៏យើងអាចសម័យថាវាអានេះឡើងទៅ A ទៅវាចុះមក B ទៅវាឡើងទៅ C ទៅទៀតអញ្ចឹងអានេះជាធម្មជាតិរបស់យើងវាតែងរាប់ ABC មែនទេមែនអត់យើងរាប់អញ្ចឹង ABC អញ្ចឹងប៉ុន្តែយើងផ្លេចពិចារណាថា train អីក៏ដោយ បាទ បើសិនជាវាចុះវែងឆ្ងាយវាមិនគួរប្រើ ពេល ពេល វេ វេ លា លា គូចូលមកអាកន្លែងហ្នឹងឧទាហរណ៍យើង អានេះហ៎អានេះខ្ញុំនិយាយតែខ្ញុំថាពិចារណាតាំងពីដើមនេះបើសិនជាយើងគិតថាចង់ sale តនេះយើងយកអានេះមកធៀបព្រោះវាមិនគួរប្រើពេលវេលាធំជាងមុនទេមែនទេអានេះចាប់ផ្ដើមសម្រាប់ពឹបចាណាយើងពិចារណាតាំងពីគ្រោងសាងនេះមកអូបានន័យថានេះមានឱកាសចប់3ហ្នឹងមែនទេព្រោះយើងមើលទាំងរយៈមើលទាំងកម្ពស់មែនទេទោះជាក្នុងមីត3ក៏ដោយប៉ុន្តែនេះមីត3វារត់មករយៈរបស់វាសមរម្យហ្នឹងមែនទេអញ្ចឹងអានេះយើងពិចារណានៅពេលណាក៏ដោយដែលវាចាប់ផ្ដើមធ្វើធំជាងមីនដដាវឬក៏ SMC យើងពេលណាយើងទៅធៀបអីគេរៀនថ្ងៃមុនគឺយើងយក PMC របស់វាពេលវេលារបស់វានៅប៉ុណ្ណេះមកប្រើយើងមិនមែនបែកអិតថាវាត្រូវតឡើងភ្លាមទេមែនទេចាំទេនេះឃើញទេឃើញវាប្រើប៉ុណ្្នឹងទេអញ្ចឹងបើសិនជាវាប្រើពេលប៉ុណ្្នឹងយើងនេះកម្ពស់របស់វាផាក់ៗគ្នាអញ្ចឹងបើសិនជាវាប្រើទៅកម្ពស់ប៉ុណ្្នឹងបានន័យថាវាយក max ដល់ដើមមកគ្រប់គ្រងនៅឡើយអញ្ចឹងយើងនឹងអាចតាមត្រៀនបានតមែនទេយើងអាចយកអាកម្ពស់ max ដល់ដើមនេះមកយកជាចំណុចចូលក៏បានដែរតើណាវិញអាហ្នឹងអត់សិត clear គឺចែក cycle ថាពេលអញ្ចឹងយើងមិនមែនយកនៅក្នុង cycle វាយើងទៅយកអា wave 2ធំមួយនេះហ្នឹងហើយយើងចាំងាយចានៅក្នុងការយើង follow train អ្វីមួយណា train អ្វីមួយវាប្រកបទៅដោយ max ដល់ដើមក៏ min ដល់ដើមយើងរៀនរួចហើយមែនទេអញ្ចឹងបានន័យថាម៉េចអា train ដែលចូលមកទាំងស្រុងនេះអានេះគឺជា max ដល់ដើមរបស់ train មែនទេអានេះគឺជា min ដល់ដើមមែនទេបាទអញ្ចឹងនៅពេលណាក៏ដោយដែលយើងជួបថាឧទាហរណ៍ថាកាត់ទៅមិនចង់យើងអត់ដឹងទេអានេះបច្ចុប្បន្នយើងអត់ដឹងថាមានអីកើតឡើងទេមែនទេប៉ុន្តែយើងចង់ដឹងថា train នឹងចប់មិនចប់លុះត្រាតែវាមាន power ធំជាង max ដល់ដើមនៅក្នុងទិសដៅរបស់យើងមែនទេដាក់ទៅនេះបានទៅអូអានេះគូបរិយាហ្នឹងខ្ញុំអត់តអញ្ចឹងមិនអត់យល់ថា max ដល់ដើមជាមួយ min ដល់ដើមហ្នឹងព្រេនក្នុងការ follow train យើងរៀបហើយយើងបើយើងលំអិតយើងរាប់ពេលក្នុងបច្ចុប្បន្នវានៅក្នុង phase អីបើយើងរាប់នៅក្នុង NOP យើងរាប់ថាអូខេអានេះនៅក្នុង mid 3ហ្នឹងមែនទេអញ្ចឹងក្នុងចំណេះដឹងយើងរៀនហើយ max ដល់ដើមយើងថារត់ដើមដែលធំបំផុតរបស់ train នៅតាណាអូខេអានេះដើមធំជាងនេះអញ្ចឹងបានន័យថានេះគឺជា max ដល់ដើមរបស់ train គឺដើមដែលធំជាងគេបំផុតនៅក្នុង train អញ្ចឹងអាពួកនេះគ្រាន់តែជា min ដល់ដើមទេនេះអានេះ min ដល់ដើមអានេះ mini ដល់ដើមជួននេះអញ្ចឹងនៅពេលណាក៏ដោយយើងធៀបបើសិនតែយើងតាម train តយើងអត់ទាន់បែកអត់ទៅខាងណាទេប៉ុន្តែយើងឲ្យសេចក្តីសំខាន់ទៅលើ train អញ្ចឹងបើសិនជា train ហ្នឹងវាអត់ទាន់មានធ្វើដល់ដើមដែលធំជាង max ដល់ដើមវាបានន័យថាវាមានឱកាសទៅបន្តអានេះពេលវាឡើងមកនេះឃើញទេវានៅក្នុងរយៈអីគេកម្ពស់យើងមកធៀបមើលកម្ពស់ប៉ុន max ដល់ដើមនឹង max ដល់ដើមអញ្ចឹងបានន័យថាម៉េចបានន័យថាចុយអានេះមានឱកាសចប់គ្រាន់តែថាពេលវេលារបស់វាទៅនេះវាប្រើពេលយូរអញ្ចឹងយើងបើយើងបន្ថុយយើងបេតយើងគាត់ថាកម្ពស់ប្រហាក់ប្រហែលគ្នាយើងចូលបេតទៅនេះមួយបេតយកកម្ពស់វាមែនទេព្រោះយើងគិតថាទោះវាជាមិនក៏វានៅតែមាន EOT ដែរអានេះវាកំពុងធ្វើអីគេវាទៅបញ្ចប់ mid 3ហ្នឹងមែនទេបាទនឹងវាយើងមានថាអូខេចាប់ផ្ដើមនៅពេលណាដែលដល់ដាវវាធំជាង min ដល់ដាវបើយើងគិតថាវាមានឱកាសធ្វើ EOM តែបើយើង bid ហ្នឹង SL មក min ដល់ដាវហ្នឹងមក min ដល់ដាវព្រោះយើង bet ថាយើង bet ថាវាចុះតមែនអត់បាទហើយណាមួយយើងយកចំណេះដឹងអីមកប្រើទៀត TI របស់វាមែនទេអានេះ TI របស់វា
ឃើញអាឈុតនេះហ៎តាមពិតយើងយកចំណេះដឹងច្រើនមកប្រើប៉ុន្តែយើងទាញមកប្រើបានអានេះអីយើងមើលអីគេឃើញ trend index អានេះហៅអីគេនេះ Cardi ចាំ Cardi អត់ បាទគ្រូ ឃើញអានេះចូលមកបាន8ទៀនចុះខាងនេះចូលមកបានអានេះចុះជុតមកជិត20ទៀនអញ្ចឹងបានថាវាការ៉ាន់ទីនៅមាន new low មែនទេ បាទណាមួយវានៅប្រើ parasit ដែរលោកគ្រូ ហើយ TI ក៏នៅប្រើដល់ដាវក៏អត់ធំជាងមុនមានអីអញ្ចឹងយើងនៅមាននៅនេះដល់ពេលយើងយកចំណេះដឹងអីផ្សេងមកជួយពឹបវាធ្វើឲ្យយើងមានទំនុកចិត្តនៅក្នុងការ sale យកយ៉ាងហោចណាស់ក៏បាន EOT ដែរមែនទេ បាទគ្រូ តែបើសិនតែនេះចុះមកអានេះចុះមក5 8ទៀនអានេះចុះមកទៅ2 3ទៀនអានេះជាត្រូវប្រយ័ត្នដែរព្រោះអី Cardi របស់វាថយចុះវាអាចជា5 fat ចាំទេដែលខ្ញុំប្រៀបថ្ងៃមុន5 fat 5 slow ខាឌីជាមួយនឹង DOD វាសំខាន់ ប៉ុន្តែឃើញយើងមើលឃើញប៉ុណ្ណឹងហើយលោកគ្រូក៏នៅតែអត់ bit ដែរលោកគ្រូនៅចាំឡើងទៅហ្នឹង break trend line សិនឬក៏អត់ទេលោកគ្រូ អានេះហ៎ចង្វាក់នេះហ៎ បាទបើឧទាហរណ៍អញ្ចឹង អានេះបើសិនជាខ្ញុំបើសិនជាខ្ញុំមើលលំអិតចេះហើយអានេះខ្ញុំ bet ប៉ុន្តែបើសិនជាចង់ជន់ថែមខ្ញុំចង់មក time frame ឲ្យតូចជាងហើយខ្ញុំបណ្ដេញ trend line ជុតនេះមកខ្ញុំរងចាំយ៉ាងហោចណាស់ឲ្យមានខូចដាវមួយសិនអានេះលេខចង្វាក់ confirm យក wave ឲ្យវាចប់ wave មួយសិន នេះអាច ទៅ ង្វា ជា ក់នេះ មួយរបស់អីក៏ដែរ នេះអាចចង្វាក់នេះដែលយើងអូនចិត្តយ៉ាងហោចណាស់ក៏វា break ដែរមែនទេអានេះគឺយើងចង្វាក់ bet ហ្នឹងមិញអានេះគឺយើង bet តែអានេះគឺចង្វាក់ confirm យ៉ាងហោចណាស់ក៏វា break trend line មែនអត់ហើយអាគ្រោងសារនេះក៏យើងដឹងថាឃើញវាប្រើពេលវេលាលើសពេលណាយើងដឹងថាវាអីគេវាមានឱកាសជាអី correction តែកន្លែងហ្នឹងលោកគ្រូថាពេលខ្លះimpound ហ្នឹងក៏វាប្រើពេលវេលាលើសដែរដែលវាសំកម្លាំងកាន់តែធំទៅលោកគ្រូ អត់ទៅនេះហ៎ បាទប្រើពេលវេលាលើសទៀនដែលវាឡើងទៅហ្នឹងក៏ឲ្យតែលើសវាជា correction ឲ្យវាច្រើនយល់ប៉ុន្តែបើសិនជានៅចំណុចដែលមានឱកាស support resistance សំខាន់ហើយមានឱកាសផ្លាស់ប្ដូរ trend មើលប៉ុន្តែយើងពិចារណាដោយរួមសិនដូចខ្ញុំនិយាយតាំងពីដើមអញ្ចឹងឃើញយើងពិចារណាតាំងរូបភាពធំសិនបើសិនជាយើងអត់ពិចារណារូបភាពធំយើងនឹងជាប់គាំងនៅចំណេះដឹងមួយជាន់គ្នាចំណេះដឹងអានេះវេអានេះបើវាអត់សូវបានផលដោយសារតែយើងចំណេះដឹងវាវាយគ្នាឯងហ្មងចេះច្រើនពេករៀនច្រើនពេកណា បាទវាពេលខ្លះវាប្រឆាំងគ្នា អាចចំណេះដឹងមួយនេះប្រាប់ឲ្យបាយអាចចំណេះដឹងមួយនេះប្រាប់ឲ្យ sale មែនទេ អញ្ចឹងយើងវគ្គបណ្ដោយលេងដឹងធ្វើទៅ យើងធម្មតាដែលនៅពេលដែលយើងរៀនច្រើនហើយបទពិសោធន៍យើងនៅអត់ទាន់មានគ្រប់គ្រាន់នៅក្នុងការឲ្យទម្ងន់ទៅខាងណាមួយវាតែនឹងមានច្រើនអញ្ចឹងឯងប៉ុន្តែអានេះដោយសារតែយើងនិយាយគ្នាថាអានេះ Cardi ក៏នៅល្អ TI ក៏នៅល្អ McDonald ក៏នៅគ្រប់គ្រងឃើញទេ break trend line តខ្លួនទៀតអានេះវាកាន់តែដូចខ្ញុំទំនុកចិត្តអានេះ correction 100% break trend line ហ្នឹងមែនទេ បាទ អានេះវាធ្វើឲ្យយើងហ៊ានចូល bet ចង្វាក់ confirm នេះ bet មួយ break trend line ចូល confirm អញ្ចឹងកន្លែងហ្នឹងចង្វាក់ហ្នឹង confirm ដល់ពេលវាចុះមកបង្កើត new low អាហ្នឹងវាអាចចូល double confirm ហ្នឹងគ្រូនេះដែលគ្រូថាបាទបើចូល confirm អត់តាន់ដល់ពេលវាចុះមកវាចុះមកបង្កើតជា trend បានដែលមាន lower low lower high ចាប់ពីគូ អានេះបើសិនជាយើងចូលអត់តាន់ឧទាហរណ៍ថាយើងចូលអត់តាន់យើងលេងឲ្យច្បាស់ទៀតចុះមកប៉ាំងធ្វើ lower low អា lower low នេះវាធ្វើឲ្យខូចដាវនេះទៀតកាន់តែល្អអានេះកាន់តែអូនចិត្តហ្មងអញ្ចឹងអា0នេះយើងអា0នេះយើងចូលចន់អំវារីតែងតែដែរគ្រូនេះ នេះអាចង្វាក់នេះជន់ថែមទៀតក្នុងករណីបើសិនជាយើងអត់បាន order អីយើងជន់ចង្វាក់នេះអានេះកាន់តែអូនចិត្តទៀតព្រោះអីវាមានធ្វើ lower low វាបង្កើតជា trend បានអញ្ចឹងមិនន័យថាវាធ្វើ down trend ហ្នឹងមែនទេបាទអញ្ចឹងនៅពេលដែលយើងយល់ខ្ញុំចាំកន្លែងហ្នឹងដែរខ្ញុំហៅវា double confirm គ្រូ confirm ពីតង់អាហ្នឹងក៏ហៅអញ្ចឹងក៏ថាបានដែរព្រោះអានេះយើងរងចាំវាកើត lower low ដើម្បីវាបង្កើតជា trend ឈុតនេះវាអូនចិត្តជាងអានេះព្រោះអានេះវាមានឱកាសអីតន់អត់តន់ខូចដាវវាមាន A B C ឬវាឡើងទៅធ្វើ V5 ក៏ថាបានដែរមែនទេឈុតនេះបាទគ្រូអានេះអញ្ចឹងខ្ញុំប្រាប់ថានៅក្នុងការ trade ឲ្យសង្កេតឲ្យកត់ទុក
เนี่ยដូចតែមើលខ្ញុំកត់ដែរខ្ញុំកត់រាល់ថ្ងៃអាពេលអញ្ចឹងយើងត្រៀមដោយអ៊ុនចិត្តនេះឃើញទេឃើញខ្ញុំកត់នេះអានេះអាដែលខ្ញុំឈ្នះថ្ងៃមុនក៏ខ្ញុំកត់ដែរឃើញទេនេះឃើញ បាទអានេះលើគ្រូប្រាប់មិញនេះ break trend ឡើងហើយទៅលើវិញ អញអត់គាត់ពេលគាត់សួរ entry ព្រោះអីគេយើងគិតថាមិនបានយើង entry យើងគិតថាតនេះខ្ញុំគិតថាមិនខ្ញុំគិតថាចប់ web 5នៅក្នុង time frame ដែលធំជាងឃើញទេហើយឃើញអីខ្លះអារម្មណ៍ពេលហ្នឹងមិនជឿជាក់អត់ផលលទ្ធផលចេញខ្ញុំមិនអានេះខ្ញុំ SL ណានេះชุดនេះชุดនេះខ្ញុំ SL ភាសាតែខ្ញុំមកតាមបានចង្វាក់ក្រោយវិញចង្វាក់នេះនេះចង្វាក់នេះយើងបានពីថ្ងៃមុននេះកត់ទៅតែកត់ណាកត់យូរយើងនឹងថ្នឹកជាមួយក្រាបយើងនឹងច្បាស់អារឿងគ្រោងសាងហ្មងឃើញទេ before after មិនកត់ទាំងអស់ភាសាខ្ញុំអត់តន់សូវច្បាស់ដល់អញ្ចឹងអាពេលកត់ហើយជាវាអត់សូវច្បាស់ខ្លួនឯង គេ channel trading អាហ្នឹងត្រូវតែកត់ជឿខ្ញុំកត់ទៅបានប្រយោជន៍ថ្ងៃណាយើងផ្សុកទៅបើកទៅមើលអ្វីដែលយើងកត់ហ្នឹងវាធ្វើឲ្យយើងចាំក្រាបហើយយើងយកចំណេះដឹងអារឿង external copy ក្រាបហ្នឹងមកប្រើថ្ងៃក្រោយយើងបើមើលងាយខ្ញុំដូច EJ អញ្ចឹងខ្ញុំអាសាទៅមើលយើងឃើញទេខ្ញុំទៅមើលអាដិតរបស់វានេះខ្ញុំកត់EJ ខ្ញុំបាន order ហើយណាតាំងបាយ limit ចោលសិននេះតែសារអានេះវានេះអញ្ចឹងយើងយកអាចំណេះដឹងមកអាមិញមកប្រើក៏វារៀងវិញតិចដែរលោកគ្រូនេះតែសារអានេះវារត់ខុសគ្នាចេញខ្ញុំមកថាសារឲ្យទៅសិក្សា character របស់ asset មួយនឹងសិនតើយើងទៅមើលអាដិតរបស់វាមុននឹងឡើងមុននឹងចុះវាតែងតែមានទង្វើអានេះអានេះដែលខ្ញុំតាំងចោលតាំងពីម៉ានថ្ងៃមុនឃើញទេព្រោះអីខ្ញុំសិក្សាអាដិតរបស់វានេះវាតែងតែ retest ខ្ពស់ដូចខ្ញុំរៀនអញ្ចឹងនេះជុននេះមែនទេវា retest ខ្ពស់ហើយនៅពេលដែលវា processor វាលេខជាប៉ាំងមកពឹបវាតែងតែ retest ខ្ពស់ឃើញទេ70 80អានេះដូចគ្នាទេ70 80ចឹងខ្ញុំតាំងទៅនេះមួយឈើតែនេះខ្ញុំតាំងពីរឈើទៀតចូលទៅពី3 lot EJ តែចូលមួយហើយបាទហើយអានេះមួយតែ SL តែលើនឹងតិចយើងគ្រូ SL នេះតែដោយសារតែយើងរាប់ថាម៉េចអានេះគឺ A B អានេះវាកំពុងឡើង C ចានេះមិនមែន EJ ទេ EJ តែមិនវារូបភាពដូចអត់ខ្ញុំទៅមើល order ខ្ញុំសិននេះឡើងគួរអត់នេះអត់ទាន់បានណាខលមួយទៀតអានេះខ្ញុំតាំងព្រោះខ្ញុំរាប់ថាមានឱកាសជា5 fat មែនទេអានេះ3 4 5 fat របស់ C អានេះ A B C មែនទេយើងរាប់សាប់វាក្នុង5 fat ហ្នឹង KD វាតិចជាងនេះវាមុនណាគ្រូហ្នឹងវាឡើងទៅខ្លាំងមែនតែ KD វាទាបខ្លាំងមែនវាជា imbalance មែនប៉ុន្តែ KD របស់វាថយចុះបាទ clear នៅរឿង trade index ហ្នឹងមើលមិនអញ្ចឹងពេលបើក្រាបមកអញ្ចឹងពិចារណាគ្រោងសាងបើសិនមើលពីដើមទេនឹងចំណុចទេគ្រោងសាងនេះឃើញអានេះ V shape concept មែនទេhead and shoulder មែនទេឃើញ
cái grow បាទ size នេះអានេះ head and shoulder អញ្ចឹងយើងពិចារណា train នេះ train នេះអីគេបរិសិទ្ធប្រើបរិសិទ្ធឬអត់ប្រើបរិសិទ្ធប្រើអត់ train នេះប្រើអត់ អាចុះមកហើយហ្នឹងមែនលោកគ្រូ train down train ទាំងស្រុងនេះព្រោះយើងចង់ដឹងថា train នេះវាជា train រយៈពេលវែងឬរយៈពេលខ្លីមែនអត់ បាទលោកគ្រូ អញ្ចឹងយើងពិចារណាដើម train មកនេះ train នេះ train ប្រភេទអីគេ train ប្រើបរិសិទ្ធឬក៏ train អត់ប្រើបរិសិទ្ធ អានេះប្រើបរិសិទ្ធ អូខេឃើញទេឃើញវាប្រើបរិសិទ្ធទេអញ្ចឹងនៅពេលដែល train ប្រើបរិសិទ្ធปั๊បយើងដឹងថា train ហ្នឹងមានរយៈពេលខ្លីអញ្ចឹងយើងរាប់មកនេះឃើញទេ1 2 3 4 5អូខេចប់របស់វាល្មមយើងអត់បែក end ទៅចុះយកវែងៗទេយល់នៅ បាទអានេះនៅ time frame ទូចក៏ប៉ុណ្ណឹងដែរឬបើធ្វើ1ម៉ោងអី ដូចគ្នាយើងប្រើនិយមន័យតែមួយទេ បាទលោកគ្រូ ក្នុងមួយនាទីក៏ប្រើបានដែរឃើញទេដល់ពេលដែលយើងយល់ពីរឿង concept ពឹបឃើញទេអានេះនៅមីត3មានអីគេនៅមីត3ហ្នឹងរត់បានឆ្ងាយតែមីត3វាប្រើបរិសិទ្ធហ្នឹងប្រើបរិសិទ្ធអូខេអានេះចប់ហើយចូល EOM ហ្នឹងនេះ EOT របស់វាពឹងផ្អែកចំណេះដឹង អានេះនៅដើម trend វាអត់មានcop ទេលោកគ្រូណា ខំហ្មង វាមក យើងពិចារណារឿង cycle trong អត់មានអា V cop អត់មាន V cop ទេអានេះអត់មាន V cop ទេអញ្ចឹង train ដែលអត់មាន V cop គឺ train រយៈពេលខ្លីព្រោះវាអត់បានសន្សំកម្លាំងមែនទេ បាទ អញ្ចឹងយើងចង់ឲ្យបាន V cop ទាល់តែវាធ្វើអីទាល់តែវាប្រើ support របស់វាគឺមិនប្រើបរិសិទ្ធអញ្ចឹងវាឡើងមកពឹបវានឹងឡើងទៅអញ្ចេះអានេះវាប្រើវាប្រើ support របស់ train យ៉ាង train มันជន់ឆ្ងាយយល់ទេ បាទតែនេះអូឬគ្រូនិយាយដែរវាឡើងមកធំពេកបើវាទៅប្រើ V cop ព្រោះវាធំពេកអត់ឡវិញ ប៉ុន្តែបើសិនជាវាប្រើ power ធំអញ្ចឹងពេលវេលាអត់លើសក៏នៅប្រើបានដែរណាព្រោះវាអាចប្រើបាន2ដងកុំឲ្យតែពេលវេលាលើសតែពេលវេលាប៉ុណ្ណឹងវាចូលនៅតែបានតែបើសិនជាប្រើពេលវេលាលើសយើងត្រូវប្រយ័ត្នយើងត្រូវដឹងខ្លួនណានេះបើសិនវាចុះបន្តវាអត់គួរប្រើពេលវេលាលើសអញ្ចឹងទេតែបើចុះក៏ចុះជា EOT ដែរប៉ាំងហើយវាឡើងទៅចេះដែរ បើវាប្រើពេលវេលាឡាស់យើងហៅឱកាស reversal ហ្នឹងហើយ clear គ្រូ clear ហើយកូនចានគ្រូចាំមើលវីដេអូដើម្បីបណ្ដងបន្ថែមទៀតគ្រូ អូខេ អរគុណច្រើនគ្រូអរគុណខ្ញុំខានគ្រូច្រើន